tam rồi video tại ban và trang mình ý cứ trong bát nó khơi tha tăngពីឆ្នាំ1998បាទកាលហ្នឹងរៀននៅសាលាស៊ីសវ័តបាទមានពួកម៉ាក់មានម៉ូតូមានអីហើយឥឡូវនេះពិសេសទៅទៀតបាទគឺយើងមានផ្លាកលេខសម្គាល់សម្រាប់ម៉ូតូដូច្នេះធ្វើឲ្យការរៀបចំក៏ដូចជាការគិតគូរបាទឯកជនភាពទៅដល់ប្រជាពលរដ្ឋគឺមានភាពល្អប្រសើរជាងមុនហើយជាមោទនភាពដែរដែលក្រសួងសាធារណការដឹកជញ្ជូនតាំងពីបាទអាណត្តិមុនជាពិសេសអាណត្តិទី6ដែលក្រុមការដឹកនាំរបស់អាដាមឧបសុនចន្ទថុលនិងក្រុមការងារជំនាញបានខិតខំបាទធ្វើយ៉ាងណាផ្ដល់ជំរឿសក៏ដូចជាផ្ដល់លទ្ធភាពទៅដល់បងប្អូនប្រជាពលរដ្ឋបាទក្នុងការទទួលយកបាទនៅសេវាដ៏ល្អបាទនៅសមិទ្ធផលបន្ថែមសម្រាប់អាណត្តិបន្តបន្ទាប់ប៉ុន្តែរាជរដ្ឋាភិបាលអាណត្តិទី7នៃរដ្ឋសភាក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យវែងឆ្ងាយនិងច្បាស់លាស់របស់សម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានដាក់ចេញនៅយុទ្ធសាស្ត្របញ្ញកោណដំណាក់កាលទី1ដែលមានអត្ថប្រយោជន៍គន្លឹះចំនួន5គឺមនុស្សផ្លូវទឹកភ្លើងនិងបច្ចេកវិទ្យាដែលបាវចនាចំនួន5គឺកំណើនការងារសមត្ថភាពប្រសិទ្ធភាពនិងចីរភាពដើម្បីកសាងមូលដ្ឋានគ្រឹះទៅសម្រេចបាននៅចក្ខុវិស័យកម្ពុជាឆ្នាំ2050ជាប្រទេសមានចំណូលខ្ពស់ដើម្បីឆ្លើយតបនឹងចក្ខុវិស័យមាគ៌ានយោបាយនិងយុទ្ធសាស្ត្របញ្ញកោណរបស់រាជរដ្ឋាភិបាលនៅក្នុងអាណត្តិទី7នេះក្រសួងសាធារណការនិងដឹកជញ្ជូនបានកំណត់នៅចក្ខុវិស័យសំខាន់ចំនួន2រួមមាន1ការលើកកម្ពស់សេវាគ្រប់ប្រភេទតាមរយៈការអភិវឌ្ឍនិងបន្តធ្វើទំនើបកម្មការប្រើប្រាស់បច្ចេកវិទ្យា Digital ក្នុងការគ្រប់គ្រងនិងការផ្ដល់សេវាប្រកបដោយភាពលឿនរហ័សតម្លាភាពប្រសិទ្ធភាពងាយស្រួលនិងជឿទុកចិត្ត2ការលើកកម្ពស់ការតភ្ជាប់ប្រព័ន្ធដឹកជញ្ជូនអន្តរមធ្យោបាយ Logistics និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនឲ្យមានគុណភាពសុវត្ថិភាពចីរភាពភាពធន់និងបរិយាបន្នជាក់ស្ដែងថ្ងៃនេះតាមរយៈចក្ខុវិស័យទី1ដែលផ្ដោតលើការលើកកម្ពស់សេវាដឹកជញ្ជូនគ្រប់ប្រភេទក្រសួងសាធារណការនិងដឹកជញ្ជូនបានកំពុងពង្រឹងការផ្ដល់សេវាសាធារណៈឲ្យកាន់តែល្អប្រសើរបង្កើតជម្រើសសេវាថ្មីបន្ថែមនិងបង្ខិតសេវាឲ្យកាន់តែជិតប្រជាពលរដ្ឋដើម្បីផ្ដល់ភាពងាយស្រួលក្នុងការចុះបញ្ជីនិងស្នើសុំសេវាសាធារណៈតាមប្រព័ន្ធ Digital ដោយខ្លួនឯងបានអាដាមលោកជំទាវអ្នកអង្គការលោកស្រីនិងអង្គពិធីទាំងមូលជាទីមេត្រី